Một bộ mình có tế tăng bị năm pi rồi 59 làដល់ឆ្នាំ2010មានអ្វីកើតឡើងនៅប្រទេសចិនជំនាន់នោះគឺមានមនុស្សម្នាក់ជាអធិរាជដំបងគេបំផុតនៅក្នុងប្រទេសចិនដែលល្បីនឹងមានកេរ្តិ៍ឈ្មោះសពផ្សាយរហូតដល់សពថ្ងៃនេះអ្នកនោះគឺអធិរាជឈិនស៊ីហ៊ួនដែលបានមករួបរួមប្រទេសចិនតែមួយនាសម័យនោះមិនត្រឹមតែជាអធិរាជអស្ចារ្យប៉ុណ្ណោះទេប៉ុន្តែព្រះអង្គបានបន្សល់នៅរូបចម្លាក់ជាច្រើនដែលមានអាយុកាលរាប់ពាន់ឆ្នាំនៅក្នុងប្រទេសចិនសពថ្ងៃនេះយើងត្រូវឆ្ងល់ហេតុអ្វីបានជារូបចម្លាក់ទាំងអស់នេះនៅតែមានទម្រង់រូបរាងដើមទោះបីជាអាយុកាលរាប់ពាន់ឆ្នាំក៏ដោយចំពោះរូបចម្លាក់ទាំងអស់នេះគឺមានខ្ទង់ 8000 រូបចម្លាក់ដែលភាគច្រើនគឺជាកងទ័ពនិងមន្ត្រីនាសម័យនោះនឹងមានទម្រង់មុខខុសៗគ្នាចំពោះអធិរាជឈិនស៊ីហ៊ួនគឺគាត់គិតថានឹងមានជាតិក្រោយអញ្ចឹងហើយបានជាគាត់បញ្ជាឲ្យគេធ្វើកងទ័ពធ្វើមន្ត្រីរាជការធ្វើរទេះសេះធ្វើរូបចម្លាក់ផ្សេងៗដើម្បីទៅបម្រើគាត់នៅជាក្រោយពីព្រោះគាត់គិតថាជាក្រោយគាត់នឹងក្លាយជាអធិរាជម្ដងទៀតជួបបងប្អូនគិតយ៉ាងម៉េចដែរចំពោះអធិរាជឈិនស៊ីហ៊ួន